នេះគឺជាកំភ្លើងធំស្វ័យប្រវត្តិរបស់ចិនតែកម្ពុជារបស់យើងមានវាដែរឬទេវាមានឈ្មោះថាកំភ្លើងធំ PCL 181ដែលមានទំហំដូចជា SH1 របស់កម្ពុជាទៅហើយគឺ155មីលីម៉ែត្រទំនើបពីចិនដែលបង្កើតដោយក្រុមហ៊ុន Norinco ដែលផលិតជាអាវុធការពារជាតិឈានមុខគេរបស់ប្រទេសចិនកំភ្លើងធំ PCL 181នេះត្រូវបានគេមកនៅលើរថយន្តយោធា6x6ដែលវាស្រាលជាងមុនលឿនជាងមុននិងអាចបត់បែនបានច្រើនវាមានកង់ដែលធ្វើឲ្យវាអាចផ្លាស់ប្ដូរទិសដៅបានឆាប់រហ័សនិងធ្វើដំណើរនៅលើផ្លូវថ្នល់ផ្លូវ highway និងសូម្បីតែផ្លូវរថប្រដប់ខណៈពេលដែលរក្សានូវភាពចល័តខ្ពស់ដូចគ្នាប្រព័ន្ធនេះបានចូលបម្រើការងារជាផ្លូវការជាមួយកងកម្លាំងដីគោកកងទ័ពបណ្ដោះប្រជាជនចិនក្នុងឆ្នាំ2019ដែលជាជំហានសំខាន់មួយក្នុងការផ្លាស់ប្ដូររបស់ប្រទេសចិនឆ្ពោះទៅរកកងកម្លាំងកំភ្លើងធំទំនើបរួមបញ្ចូលគ្នាទាំង Digital និងបណ្ដាញអាវុធចម្បងរបស់ PCL 181នេះគឺជាកំភ្លើងធំទំហំ55មីលីម៉ែត្រឬក៏52កាល់កាណុងវែងរបស់វាគឺផ្ដល់នៅការបាញ់ខ្ពស់និងចម្ងាយកាន់តែវែងដោយប្រើក្របផ្ទុះខ្ពស់ស្តង់ដា HE ដែលវាអាចវាយប្រហារគោលដៅចម្ងាយរហូតដល់30ទៅ40គីឡូម៉ែត្រជាមួយនឹងក្របផ្លោងពីជំនួយពីរ៉ុកែតឬក្របផ្លោងចម្ងាយឆ្ងាយវាអាចវាយប្រហារគោលដៅលើពី50គីឡូម៉ែត្រដែលធ្វើឲ្យវាមានប្រសិទ្ធភាពខ្ពស់សម្រាប់ការគ្រប់គ្រងនិងការបាញ់វាយប្រហារចម្ងាយឆ្ងាយប្រព័ន្ធនេះអាចបាញ់ក្នុង4ទៅ6គ្រាប់ក្នុង1នាទីជាមួយនឹងប្រព័ន្ធផ្ទុកគ្រាប់ពាក់កណ្ដាលស្វ័យប្រវត្តិដែលកាត់បន្ថយកម្លាំងរបស់ទាហាននិងអនុញ្ញាតឲ្យការបាញ់វាយប្រហារបានឆាប់រហ័សជាងនៅលើរថយន្តរបស់វាផ្ទុកគ្រាប់ចំនួន27ទៅ30គ្រាប់ដែលគ្រប់គ្រាន់សម្រាប់ការប្រយុទ្ធភ្លាមដោយមិនចាំបាច់គង់ឡើងវិញ PCL 181ក៏បាញ់គ្រាប់រំសេវជាច្រើនប្រភេទផងដែររួមទាំងគ្រាប់ផ្លោងជាធម្មតាគ្រាប់ផ្លោងដែលមានការដឹកនាំច្បាស់លាស់និងគ្រាប់ផ្លោង Series GP ដែលអនុញ្ញាតឲ្យអាចវាយប្រហារបានត្រឹមត្រូវក្នុងលក្ខខណ្ឌសមរភូមិផ្សេងៗគ្នាកំណែនាំចេញគឺមានឈ្មោះថា SH15 ដែលត្រូវបានគេរាយការណ៍ថាគឺមានតម្លៃប្រហែលជា $1.2 លានអាមេរិកក្នុងមួយគ្រឿងខណៈពេលដែលប្រទេសចិនត្រូវបានគេប៉ាន់ប្រមាណថាគឺប្រតិបត្តិការវាចំនួន630គ្រឿងឯណោះទោះបីជាចំនួនផ្លូវការមិនបានបញ្ជាក់ច្បាស់លាស់ក៏ដោយការផលិតកំពុងតែបន្តដែលឆ្លុះបញ្ចាំងពីតួនាទីកណ្ដាលរបស់ប្រព័ន្ធក្នុងការធ្វើទិដ្ឋកម្មកំភ្លើងធំរបស់ប្រទេសចិនលក្ខណៈពិសេសរបស់វាគឺជាការចល័តមានទម្ងន់ប្រហែលជា25តោនធ្វើដំណើរក្នុងល្បឿន90គីឡូម៉ែត្រក្នុង1ម៉ោងលើដងផ្លូវនិងប្រតិបត្តិការចម្ងាយ600គីឡូម៉ែត្រក្នុងបេនសាំងមួយពេញបើប្រៀបធៀបទៅនឹងកំភ្លើងធំដែលមានទម្ងន់ធ្ងន់ជាងវាងាយស្រួលក្នុងការថែទាំជាងប្រើប្រាស់ប្រេងតិចជាងនិងអាចផ្លាស់ប្ដូរទីតាំងបានឆាប់រហ័សសម្រាប់ការប្រយុទ្ធជាងទម្ងន់ស្រាលនិងកង់របស់វាធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទៅដល់យន្តហោះដឹកជញ្ជូនយោធានៅក្នុង Y20 របស់ចិនដែលធ្វើឲ្យវាមានការដាក់ពង្រាយឆាប់រហ័សនៅលើភ្នំវាលខ្សាច់តំបន់ឆ្នេរឬក៏តំបន់ដីគោកការឆ្លាតនេះគ្រប់គ្រងយុទ្ធសាស្ត្រនៃការបាញ់ហើយក៏ផ្លាស់ទីដែលកំភ្លើងធំបាញ់ពី3គ្រាប់ហើយក៏ផ្លាស់ទីភ្លាមដើម្បីជៀសវាងពីការវាយទប់ទល់ពីសត្រូវវិញ PCL 181មានកាប៊ីនពាសដែកដែលការពារក្រុមទាហានពី5ទៅ6នាក់អ្នកបើកបរមេបញ្ជាការអ្នកបាញ់កាំភ្លើងនិងរថយន្តផ្ទុកការពារពីការបាញ់ពីគ្រាប់កាំភ្លើងខ្លីនិងបំណែកកាំភ្លើងធំផ្សេងៗមុនពេលបាញ់ប្រព័ន្ធនេះដាក់ពង្រាយឧបករណ៍ស្ថិរភាពធារាសាស្ត្រដើម្បីចងខ្សែរថយន្តនិងរក្សាស្ថិរភាពក្នុងកំឡុងពេលបាញ់ដើម្បីជៀសវាងពីការរង្គើឬក៏ញ័រទោះបីជាវាគ្មានការការពារពីពាសដែករឹងមាំដូចជារថក្រោះក៏ដោយប៉ុន្តែល្បឿនការចល័តនិងការផ្លាស់ប្ដូរទីតាំងរបស់វាឆាប់រហ័សនេះគឺធានានូវប្រព័ន្ធរៀនមានជីវិតរបស់វាក្នុងការប្រតិបត្តិការនៅសមរភូមិសម័យទំនើបចែកការវិទ្យាចំណុចខ្លាំងមួយទៀតរបស់ PCL 181គឺវាមានប្រព័ន្ធគ្រប់គ្រងការបាញ់វាយប្រហារ Digital ពេញលេញការរុករកតាមកាយរណបការដាក់កាំភ្លើងដោយស្វ័យប្រវត្តិនិងបណ្ដាញទំនាក់ទំនងសមរភូមិរួមបញ្ចូលគ្នាប្រព័ន្ធនេះគណនាមុំបាញ់ដោយស្វ័យប្រវត្តិដែលផ្អែកទៅលើចម្ងាយអាកាសធាតុខ្យល់និងដីដែលធ្វើឲ្យវាប្រសើរឡើងវិញនូវភាពត្រឹមត្រូវសូម្បីតែក្នុងលក្ខខណ្ឌភ្នំឬក៏កម្ពស់ខ្ពស់ក៏ដោយវាក៏អាចទទួលបានទិន្នន័យកំណត់គោលដៅពេលវេលាជាក់ស្ដែងពីចន្លោះគ្មានមនុស្សបើកអង្គភាពឆ្លប់យកការឬក៏បណ្ដាញបញ្ជាការដែលអនុញ្ញាតឲ្យវាអាចវាយប្រហារសម្រាប់សម្រួលជាមួយនឹងអង្គភាពជាច្រើនសម្រាប់សកម្មភាពសមរភូមិជាអតិបរិមានៅក្នុងសមយុទ្ធជាក់ស្ដែងនៃលំហាត់ក្នុងការបាញ់គឺបានបង្ហាញថាទិន្នន័យបាញ់បានចំគោលដៅជាក់លាក់នៅស្ថានភាពក្រោម0ដែលបង្ហាញពីភាពជឿជាក់ប្រតិបត្តិការរបស់ខ្លួនក្នុងលក្ខខណ្ឌលំបាកជាយុទ្ធសាស្ត្រ PCL 181ពង្រឹងសមត្ថភាពកំភ្លើងធំរបស់ចិនតាមបណ្ដាញព្រំដែនដ៏រសើបនិងតំបន់ចំនួនដែលអាចកើតមានឡើងការដាក់ពង្រាយវាក្នុងតំបន់បញ្ជាការខាងលិចរួមទាំងព្រំដែនហិម៉ាឡាយ៉ាជាមួយឥណ្ឌាគឺដោះស្រាយរឿងបញ្ហាក្នុងការទប់ទល់នឹងសត្រូវក្នុងការបាញ់ពីមុនមកដែលគូបញ្ជាក់ក្នុងកំឡុងពេលប៉ះទង្គិចគ្នានៅចន្លងភ្នំ Galwan ឆ្នាំ2020កន្លងមកដោយសារតែវាមានភាពចល័តខ្ពស់ដូច្នេះហើយនៅតំបន់ដាច់ស្រយាលដែលកាំភ្លើងធំចាស់ៗមិនអាចទៅដល់ប៉ុន្តែសម្រាប់ PCL 181នេះ
គឺមិនមែនជាបញ្ហានោះទេក្រៅពីព្រំដែនឥណ្ឌាចិនវាក៏គាំទ្រដល់ប្រតិបត្តិការនៅច្រកសមុទ្រតៃវ៉ាន់សមុទ្រចិនខាងត្បូងនិងព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ានិងអាស៊ីកណ្ដាលដែលធ្វើស្មារតីកម្មក្នុងរចនាសម្ព័ន្ធសមរភូមិទំនើបនិងបណ្ដាញរបស់ប្រទេសចិន PCL 181ក៏បង្កើនប្រតិបត្តិការរួមគ្នាជាមួយកងទ័ពថ្មើរជើងអង្គភាពផ្ទះដែកឆ្លប់យកការផ្លូវអាកាសនិងការគាំទ្រយុទ្ធសាស្ត្រមនុស្សបើកផងដែរការកំណត់គោលដៅ Digital របស់វាអនុញ្ញាតឲ្យមានការវាយប្រហារសម្រាប់សម្រួលការឆ្លើយតបឆាប់រហ័សចំពោះការគិតកំហែងនិងរួមបញ្ចូលទៅក្នុងយុទ្ធសាស្ត្រសង្គ្រាមដែលផ្ដោតទៅលើបណ្ដាញធំជាងសមត្ថភាពក្នុងប្រព័ន្ធនៃការបាញ់ភាពត្រឹមត្រូវផ្លាស់ទីបានលឿននិងដំណើរការក្នុងបរិយាកាសធ្ងន់ធ្ងរធ្វើវាคล้ายជាឧបករណ៍សំខាន់មួយសម្រាប់ការគ្រប់គ្រងការឆ្លើយតបឆាប់រហ័សនៃប្រភេទកាំភ្លើងធំស្វ័យប្រវត្តិនិងការទប់ទល់យុទ្ធសាស្ត្រនិងសង្គ្រាមកាំភ្លើងធំសម័យទំនើបដូចគ្នាដែរហើយកម្ពុជារបស់យើងក៏មាន SH1 ពីចិនរួចទៅហើយដូច្នេះហើយការគិតគូរក្នុងការបញ្ជាទិញនៅ PCL 181នេះគឺប្រហែលជាត្រូវការថវិកាច្រើនប៉ុន្តែគឺខ្ញុំគិតថាមិនចាំបាច់នោះទេដោយសារតែកាំភ្លើងធំ SH1 គឺខ្លាំងគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់សារភូមិនៅប្រទេសកម្ពុជារបស់យើងហើយក៏មិនត្រូវការចំណាយថវិកាជិតលើសលប់ផងដែរចំពោះកាំភ្លើងធំស្វ័យប្រវត្តិអ្វីធ្វើយើងត្រូវការចំណាយប្រាក់ទៅលើគឺជាប្រភេទនៃអាវុធយុទ្ធសាស្ត្រនៃទាហានកម្ពុជារបស់យើងដែលបំពាក់នៅនឹងដៃនិងក៏ដូចជាប្រព័ន្ធការពារអាកាសឬក៏អាចការចំណាយធំលើសលប់ទៅលើការទិញចម្បាំងដើម្បីការពារអាកាសផងដែរបងប្អូនទាំងអស់នេះហើយជារឿងរ៉ាវពាក់ព័ន្ធជាមួយនឹងអាវុធយោធារបស់ចិនដែលមានឈ្មោះថា PCL 181ឬក៏កំណែនាំចេញដែលមានឈ្មោះថា SH15 មួយនេះតើបងប្អូនគិតយ៉ាងណាដែរអាចខមមិននៅក្រោមវីដេអូមួយនេះបើស្គាល់នៅអាវុធមួយនេះផងដែរបើទស្សនាក្នុង Facebook ជួយ follow page និង share នៅវីដេអូមួយនេះផងបើទស្សនាក្នុង YouTube subscribe នៅ YouTube channel របស់ខ្ញុំវាបានវីដេអូថ្មីនៅពេលក្រោយផងដែរសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយសូមសំណាងដល់ក្រុមគ្រួសារដូចគ្នាសូមអរគុណ